ទោះបីជាអាខានៅក្នុងការប្រកួតអស់រយៈពេលជាច្រើនខែធឿនធីរ៉ាមកវិញនៅតែអេមនៅតែល្អសម្រាប់ការប្រកួតធឿនធីរ៉ាមិនបានធ្វើឲ្យបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរខកបំណងនោះឡើយដោយក្រងបានខ្សែក្រវ៉ាត់មួយខ្សែហើយឆ្លងកាត់តាមរយៈការប្រកួតជាមួយនឹងកីឡាករស្វាគមន៍អស់លោកស្រីអ្នកនាងកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ Admin មានជាព័ត៌មានមួយទៀតហើយជុំវិញទាក់ទងជាមួយនឹងវត្តមានកីឡាករធឿនធីរ៉ាអ្នកលេងកែងពិឃាតគុណខ្មែររបស់យើងការដែលវិលមកកាន់សង្វៀនសាជាថ្មីក្រោយអាក់ខានចំពោះការដែលឡើងប្រកួតអស់រយៈពេលជាច្រើនខែបន្ទាប់ពីគាត់មានបញ្ហារបួសជើងហើយយ៉ាងណាសម្រាប់ការដែលរៀបចំជាពិសេសនៅព្រឹត្តិការណ៍ដ៏ធំពីខាងស្ថានីយ៍ទូរទស្សន៍ Town Full HD TV ធឿនធីរ៉ាត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ថ្មីមួយខ្សែដែលមានឈ្មោះថាដេជោសន្តិភាព IPC World គុណខ្មែរ Champion ដែលដៃគូរបស់គាត់គឺកីឡាករមកពីខាងសហរដ្ឋអាមេរិកដែលមានឈ្មោះ Macroការប្រកួតក្នុងប្រភេទទម្ងន់73គីឡូក្រាមអញ្ចឹងកាលពីយប់មិញយើងឃើញហើយសន្ទុះនៃការគ្រប់គ្រង fan ចូលរួមគឺច្រើនណាស់តាមខ្លាំងមែនទែនយើងពិតជាអរគុណសម្រាប់ទឹកចិត្តនៃការដែលចូលរួមគ្រប់គ្រងសហការរីករាយពីសំណាក់បងប្អូន fan អ្នកនៅខាងខេត្តសៀមរាបហើយដោយឡែកយើងមើលទៅលើការដែលចូលរួមទស្សនានៅលើបណ្ដាញគណនេយ្យសង្គមបងប្អូនទោះបីជាម៉ោង12ជាងក៏ដោយប៉ុន្តែបងប្អូនរបស់យើងនឹងគឺនៅតែរងចាំទស្សនានៅតែចាំគាំទ្រកីឡាករធឿនធីរ៉ារហូតដល់ទៅ 200k ជាងឯណោះបងប្អូនខ្ទង់ជិត 240k កាលពីយប់មិញនេះឯងអញ្ចឹងនេះគឺជាផ្នែកមួយនៃការដែលធ្វើឲ្យគុណខ្មែររបស់យើងរត់តែមានភាពរីកចម្រើនហើយយ៉ាងណាអ្វីដែលជាបេសកកម្មបន្តរបស់ថោនតែងតែមានអ្វីដែលថ្មីតែងតែមានអ្វីដែលប្លែកជាបន្តតែម្ដងជាមួយគ្នាយើងបកទៅកាន់កីឡាករធឿនធីរ៉ាវិញសម្រាប់ការប្រកួតកាលពីយប់មិញយើងឃើញហើយ3ទឹកស្វាត់ស្វាញបងប្អូនជាមួយនឹងកីឡាករសហរដ្ឋអាមេរិកម៉ាក់គ្រូនឹងឯងហើយយ៉ាងណាយើងឃើញហើយទឹក1ទឹក2ទឹក3ហ្នឹងគឺកីឡាករធឿនធីរ៉ាគាត់មានព្រៀបគ្រប់ទឹកតែម្ដងព្រោះថានៅត្រឹមពាក់កណ្ដាលទឹក3ហ្នឹងធឿនធីរ៉ារបស់យើងគាត់រៀងធ្លាក់សុះខ្លាំងបងប្អូនហើយគាត់ក៏ចង់ផ្ដាច់កីឡាករអាមេរិកនឹងផងដែរបន្ទាប់ពីទឹក3គ្រាន់តែគោះជួងមើងគឺគាត់ព្យាយាមដេញតាមបុកសន្ធាប់ប្រើកណ្ដាប់ដៃផងកែងផងទៅលើម៉ាគ្រូកីឡាករអាមេរិកនឹងប៉ុន្តែអត់ទៅទេបងប្អូនកីឡាករអាមេរិកនឹងគាត់ស៊ូធន់ស្វិតតែអញ្ចឹងក៏មានការដែលវាយទៅវិញទៅមកដើមទឹកកីឡាករអាមេរិកនឹងបែកចឹងទៅបន្ទាប់ពីចូលកែងរបស់កីឡាករធឿនធីរ៉ាហើយនៅត្រឹមពាក់កណ្ដាលទឹកនឹងធឿនធីរ៉ាចូលកែងរបស់កីឡាករអាមេរិកវិញក៏បែកដូចគ្នានៅត្រង់កន្ទុយភ្នែកអញ្ចឹងការប្រកួតគឺពិតជាស្វិតស្វាញហើយធឿនធីរ៉ាมันបានធ្វើឲ្យបងប្អូនមហាជន fan អ្នកគាំទ្រគុណខ្មែររបស់យើងដែលទន្ទឹងរង់ចាំគាត់ខកបំណងនោះទេហើយយ៉ាងណាយើងក៏ទទួលបាននូវផលចំណេញគួរឲ្យកត់សម្គាល់ខ្លាំងផងដែរតាមរយៈមួយព្រឹត្តិការណ៍នេះយើងបានគេហៅថាសហការជាមួយនឹងខាងស្ថាប័នដ៏ធំមួយទៀតហើយនោះគឺ WCK បងប្អូនហើយ WCK ដូចដែលបងប្អូនបានដឹងហើយសម្រាប់កីឡាករដែលគេបាន select មកនេះគឺជាលំដាប់គេហៅថា La Liga របស់ស្ថាប័នគេផងដែរអញ្ចឹងចំពោះសមត្ថភាពអីគឺយើងអាចទទួលយកបានបងប្អូនពួកគាត់សិតសឹងតែល្អស៊ូធន់ស្វិតហើយអាវុធមានទៅមានមកផ្លែសម្លាប់ក៏មានដូចគ្នាអញ្ចឹងយើងបកទៅកាន់កីឡាករសហរដ្ឋអាមេរិកបន្តិចយើងឃើញហើយទាក់ទងជាមួយនឹងការដែលលើកឡើងរបស់គាត់មុនការប្រកួតឈានចូលមកដល់គាត់ដាក់ក្តីរំពឹងថានឹងទទួលបាននៅជ័យជំនះ 100% ហើយគាត់ថាអត់តែស្គាល់ទេធឿនធីរ៉ាគាត់មិនដែលទៅចាប់អារម្មណ៍ទេហើយយ៉ាងណាគាត់ថានឹងដេញតាមប្រមាញ់ដាក់គំនាបហើយអ្វីដែលសំខាន់នោះគឺថានឹងវាយកីឡាករធឿនធីរ៉ាអ្នកលេងកែងពិឃាតគុណខ្មែររបស់យើងឲ្យសន្លប់មិនឲ្យដល់ទឹក3ចប់តនោះទេអញ្ចឹងនេះគឺជាគេហៅថាមហិច្ឆតារបស់គាត់យកខ្សែក្រវ៉ាត់ដែលជួសន្តិភាព IPC World គុណខ្មែរ Champion នឹងបានឥឡូវនេះគឺអត់ដូចចិត្តទេបងប្អូនទាក់ទងជាមួយនឹងការដែលដេញដាក់គំនាបរបស់គាត់បានត្រឹមតែគេហៅថាដូចជាបាល់សាក់
ទៅឲ្យកីឡាករធឿនធារាវាអញ្ចឹងយើងឃើញហើយធឿនធារាគាត់មានឱកាសឆ្មក់បានច្រើនដោយឡែកសម្រាប់ម៉ាគ្រុសនឹងគាត់ព្យាយាមចេញអាវុធច្រើនដែរបងប្អូនប៉ុន្តែអាវុធរបស់គាត់ភាគច្រើនវាយទៅអត់សូវជាបានផលជាប់រ៉ាប់ក៏ដូចជាត្រូវខ្យល់ត្រូវអីអញ្ចឹងទៅយ៉ាងជំវិញទៅជាមួយនឹងការដែលរៀបចំត្រូវបានបញ្ចប់ហើយអ្វីដែលជាជោគជ័យសម្រាប់កីឡាករគុនខ្មែររបស់យើងការលេងបែបលក្ខណៈជា team 5គូនេះគឺយើងចាញ់តែមួយគូទេបងប្អូនយើងចាញ់តែមួយគូទេអញ្ចឹងយើងឈ្នះរហូតដល់ទៅ4គូហើយយើងសង្ឃឹមថាមេធំរបស់ស្ថាប័នលំដាប់ថ្នាក់ពិភពលោក WCK នឹងគេហៅថាមានរឿងរ៉ាវល្អៗជាមួយនឹងក្បាច់គុនខ្មែររបស់យើងជាបន្តដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាចំពោះការដែលវិលមកកាន់សង្វៀនសារជាថ្មីរបស់ធឿនធារាអ្នកលេងកាយវិខេតគុនខ្មែររបស់យើងក្រោយអាខានក្នុងការដែលប្រកួតអស់រយៈពេលជាច្រើនខែបន្ទាប់ពីមានបញ្ហារបស់ជើងហើយបើចំពោះ admin មើលឃើញចំណុចតែមួយនឹងទេបងប្អូនគឺសុខរបស់គាត់ទាំងស្ទើរអញ្ចឹងសង្ឃឹមថាធឿនធារាគាត់នឹងហាត់គេហៅថាយកសុខយកមកវិញបងប្អូនដោយសារតែយើងដឹងហើយធឿនធារាគាត់លេងបែបលក្ខណៈ 4 man marathon 8 man marathon កម្លាំងរបស់គាត់គឺនៅល្អណាស់ប៉ុន្តែលើកនេះស្វិតស្វាញពេញ3ទឹកត្រឹមពាក់កណ្ដាលទឹកទី3ហ្នឹងគឺសុខរបស់គាត់ធ្លាក់ខ្លាំងមែនតើអញ្ចឹងបងប្អូនក៏អាចចូលរួម comment បញ្ចេញជាមតិយោបល់ដោយពាក្យពេចន៍ប្រកបទៅដោយក្រមសីលធម៌ជាចុងក្រោយសូមជម្រាបលា